គ្រាន់តែនិយាយលេងទៅកាន់កូនប្រុសសេដ្ឋីថាក៏ខ្ញុំស្អប់ឯងទេមិននឹកស្មានថាកូនចៅម្នាក់របស់ខ្ញុំបែរជាហោះទៅឈរពីក្រោយកូនសេដ្ឋីនោះដោយមិនអាចគ្រប់គ្រងបានហើយបន្ទាប់មកក៏ផ្ដួលកូនសេដ្ឋីនោះចុះទៅដីហើយលើកកណ្ដាប់ដៃដ៏ធំដូចបាវខ្សាច់វីទៅលើមុខរបស់គេឥតឈប់ឈរហ្វូងមនុស្សដែលឃើញហេតុការណ៍នេះសុទ្ធតែស្រឡាំងកាំមិនដឹងថាមានរឿងអ្វីកើតឡើងទេតើមានរឿងអ្វីកើតឡើងខ្ញុំមានអារម្មណ៍ដូចជាមានកម្លាំងដែលមើលមិនឃើញកំពុងគ្រប់គ្រងខ្ញុំគឺមានតែលោកជំទាវសិនម្នាក់ប៉ុណ្ណោះដែលមើលឃើញភាពខុសប្លែកហើយក៏លុតជង្គង់ភ្លាមសុំអង្វរជីឲ្យទៅផ្ទះត្រកូលសិនគាត់និយាយថាមេគ្រូសារបស់គាត់បានធ្លាក់ខ្លួនឈឺធ្ងន់តាំងពីពេលមុនហើយបានស្វែងរកគ្រូពេទ្យល្បីទូទាំងពិភពលោកក៏មិនមានប្រសិទ្ធភាពដែរឥឡូវនេះមានតែលោកជីម្នាក់គត់ដែលអាចជួយបន្តជីវិតមេគ្រូសាបានប៉ុន្តែជីបែរជាខ្ទេចខ្ចោលបញ្ឈប់លោកជំទាវសិនមិនឲ្យនិយាយបន្តហើយអ្វីខ្ញុំនិយាយមិនចេញជីបង្ហាញថាមេគ្រូសាសិនឈឺមិនត្រូវពេលទេគាត់គួរតែត្រឡប់ទៅផ្ទះវិញហើយត្រៀមរៀបចំពិធីបុណ្យទៅព្រោះគាត់មិនអាចចាក់ចេញពីទីនេះបានទេគឺខ្ញុំត្រូវស្នាក់នៅក្នុងគ្រូសាស៊ូមួយថ្ងៃទៀតដូច្នេះខ្ញុំពិតជាមិនអាចទៅសង្គ្រោះគាត់បានទេដើមឡើយជីបានស្នាក់នៅក្នុងគ្រូសាស៊ូរយៈពេល3ឆ្នាំមកហើយគាត់តែងតែបរិភោគអាហារយ៉ាងឆ្ងាញ់ពិសាហើយថែមទាំងត្រូវបានអ្នកបម្រើ8អ្នកលើកស្នែងរាល់ពេលធ្វើដំណើរប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺចាប់តាំងពីគាត់មកដល់គ្រូសាស៊ូក៏រីកចម្រើនយ៉ាងឆាប់រហ័សពីការជំពាក់បំណុល100,000 លានពួកគេបានក្លាយជាអ្នកមានបំផុតនៅទីក្រុងជាងឈឹងហើយមនុស្សជាច្រើនតែងតែមកសុំឲ្យគាត់ទៅជួយសង្គ្រោះជីវិតអ្នកដទៃទោះជាយ៉ាងណាជីនៅតែមិនព្រមដើរចេញពីផ្ទះគ្រូសាស៊ូទេគ្មាននរណាម្នាក់ដឹងមូលហេតុពិតប្រាកដនោះទេមានតែនារីជាកូនស្រីច្បងនៃគ្រូសាស៊ូម្នាក់ប៉ុណ្ណោះនោះដែលបានរឿងពុកនាងនិយាយមុនពេលស្លាប់ថាលោកជីទោះបីជាគាត់បានខ្លាចជាមនុស្សឈួតក៏ដោយក៏ត្រូវតែប្រព្រឹត្តចំពោះគាត់ដោយការគោរពហើយគាត់បានប្រគល់សោរួមចិត្តមួយទៅនាងគឺក្នុងរយៈពេល3ឆ្នាំអ្នកត្រូវតែថែរក្សាវាឲ្យបានល្អការពារសោរួមចិត្តកុំឲ្យបែកបាក់ប្រសិនបើសោរួមចិត្តមិនបែកលោកជីនឹងមិនចាក់ចេញទេដូច្នេះហើយអស់រយៈពេលជាច្រើនឆ្នាំមកនេះនាងបានធ្វើតាមបំណងពុកនាងហើយបានថែរក្សាជីយ៉ាងយកចិត្តទុកដាក់ប៉ុន្តែអ្នកផ្សេងទៀតដែលមិនដឹងការពិតបែរជាមានការមិនពេញចិត្តចំពោះគាត់ទៅវិញថ្ងៃនេះចំថ្ងៃខួបកំណើតរបស់លោកយាយចាស់គ្រូសាស៊ូហ្វូងមនុស្សបានឃើញនារីនេះប្រព្រឹត្តចំពោះជីក្នុងកម្រិតបែបនេះក៏នាំគ្នាខ្សឹបខ្សៀវកូនប្រុសសេដ្ឋីម្នាក់ដែលលួចស្រឡាញ់នារីនោះរឹតតែមិនសប្បាយចិត្តទៅទៀតហើយបានសម្រេចចិត្តធ្វើឲ្យជីអាម៉ាស់មុខពេលនោះនារីនោះក៏បានទទួលទូរស័ព្ទថាគ្រូសាសិនដែលជាអ្នកមានបំផុតនៅខេត្តក៏នឹងមកដល់ថ្ងៃនេះដែរសមាជិកគ្រួសារទាំងអស់សុទ្ធតែភ្ញាក់ផ្អើលយ៉ាងខ្លាំងពួកគេគិតថាពួកគេមកដើម្បីអបអរសាទរខួបកំណើតលោកយាយចាស់ពួកគេក៏រៀបចំម្ហូបអាហារនិងស្រាដ៏ល្អបំផុតហើយស្លៀកសម្លៀកបំពាក់ដ៏ប្រណីតកូនប្រុសសេដ្ឋីនោះក៏បាននឹកឃើញល្បិចអាក្រក់មួយគាត់បានបញ្ចុះបញ្ចូលកូនប្រុសគ្រួសារស៊ូឲ្យបញ្ឆោតជីទៅបន្ទប់ផ្លាស់សម្លៀកបំពាក់រួចយកឈុតសម្លៀកបំពាក់បុណ្យសពនិងឈូសមួយមកលោកយាយមានខួបកំណើតតើវាមិនល្អទេដែលឲ្យអ្នកឈួតនេះស្លៀកឈុតបុណ្យសពដើម្បីជូនដំណើរលោកយាយកូនប្រុសសេដ្ឋីនិយាយថាប្រសិនបើធ្វើបែបនេះលោកយាយចាស់នឹងខឹងហើយបណ្ដេញជីចេញពីផ្ទះកូនប្រុសគ្រូសាស៊ូបានភ្លេចបណ្ដាំឪពុករបស់គាត់ទៅហើយគាត់ក៏ចាប់យកឈុតបុណ្យសពហើយបញ្ចុះបញ្ចូលជីឲ្យស្លៀកវាប៉ុន្តែជីមិនយល់ព្រមទេវាមិនបដូរខ្ញុំមិនបដូរទេបើខ្ញុំបដូរវាគឺអ្នកទាំងពីរទេដែលនឹងស្លាប់កូនប្រុសគ្រូសាស៊ូក៏ព្យាយាមបង្ខំប៉ុន្តែបន្ទាប់មកគាត់ត្រូវបានគេច្រានចេញដោយកម្លាំងដែលមើលមិនឃើញហើយបានដួលទៅលើដីយ៉ាងខ្លាំងគាត់ឃើញថាបាតដៃរបស់គាត់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយឃើញថាការបង្ខំមិនបានសម្រេចកូនប្រុសគ្រូសាស៊ូក៏បញ្ជាឲ្យអ្នកបម្រើបញ្ឆោតជីឲ្យស្លៀកឈុតបុណ្យសពពេលគាត់មកដល់សាលពិធីជប់លៀងមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងដើម្បីកុំឲ្យលោកយាយចាស់ដែលដើរតាមពីក្រោយឃើញនារីនោះក៏ឲ្យគាត់លាក់ខ្លួននៅក្រោមទសិនប៉ុន្តែនៅពេលដែលក្មេងចំនួនក្រោយគោរពជូនពរនិងផ្ដល់អំណោយកូនប្រុសសេដ្ឋីក៏រត់មកប្តឹងភ្លាមថាជីបានស្លៀកឈុតបុណ្យសពជីក៏បានក្រោកឈរឡើងហើយលោតទៅជិតលោកយាយចាស់កូនស្រីគ្រូសាស៊ូតើខ្ញុំគិតថាវាសប្បាយទេតើអ្នកចង់លេងទេគ្មានបានការក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំឯងយកឈុតបុណ្យសពមកឲ្យខ្ញុំទៅលុតជង្គង់នៅមុខខ្ញុំភ្លាមគឺមិនបានទេកូនស្រីស៊ូប្រសិនបើខ្ញុំលុតជង្គង់នៅមុខអ្នកនឹងគឺលោកយាយចាស់ដែលបាននឿជីហើយនាងថាកូនស្រីយ៉ាងលេងសើចក៏ខឹងយ៉ាងខ្លាំងគាត់បញ្ជាឲ្យភរិយាគ្រូសាស៊ូនាំជីទៅលុតជង្គង់សុំទោសបើមិនព្រមលុតជង្គង់ត្រូវបណ្ដេញចេញភ្លាមភរិយាគ្រូសាស៊ូបានគិតដល់ជីដែលបានស្នាក់នៅក្នុងផ្ទះដោយឥតប្រយោជន៍ក៏ចង់បញ្ចេញកំហឹងជាយូរមកហើយនារីនោះក៏ព្យាយាមបញ្ឈប់នាងកុំភ្លេចបណ្ដាំឪពុកមុនពេលស្លាប់វាប៉ុន្តែភរិយាគ្រូសាស៊ូនិយាយថាឪពុកនាងមិនទាន់ដឹងខ្លួនទេពេលនោះហើយការរីកចម្រើនរបស់គ្រូសាស៊ូក្នុងរយៈពេលប្រមាណឆ្នាំនេះក៏មិនតាក់ទងនឹងជីដែរពេលនាងត្រៀមខ្លួនបង្ខំជីឲ្យលុតជង្គង់ស្រាប់តែមានសម្លេងស្រែកយ៉ាងខ្លាំងថាគ្រូសាសិននៃខេត្តបានមកដល់ហើយលោកសិននិងក្រុមរបស់គាត់បានមកដល់ទាន់ពេលពួកគេបានផ្ទៀងផ្ទាត់ជាមួយរូបថតហើយប្រកាសថាជីគឺជាមនុស្សដែលពួកគេកំពុងស្វែងរកពួកគេក៏លុតជង្គង់ភ្លាមហើយនិយាយថាគ្រូសាសិនសូមអង្វរលោកជីឲ្យទៅជួយសង្គ្រោះតើមានរឿងអ្វីកើតឡើងហេតុអ្វីបានជាលោកសិនលុតជង្គង់ជួយលើកលោកសិនឡើងភ្លាមគឺលោកសិនក្រោកឡើងភ្លាមយើងពិតជាមិនអាចទទួលយកការគោរពនេះទេបិទមាត់គ្រូសាសិនមិនបានលុតជង្គង់សម្រាប់អ្នកទេពួកគេលុតជង្គង់សម្រាប់លោកជីគឺលោកឈឺសូមជួយលោកម្ចាស់របស់ខ្ញុំផងទោះបីជាអ្នកមិននិយាយក៏ខ្ញុំក៏ដឹងថាអ្នកមកធ្វើអ្វីដែរគួរឲ្យអាណិតណាស់ខ្ញុំមិនអាចជួយអ្នកបានទេឥឡូវនេះខ្ញុំត្រូវស្នាក់នៅគ្រូសាស៊ូមួយថ្ងៃទៀតគួរឲ្យអាណិតណាស់លោកម្ចាស់របស់អ្នកមិនអាចទ្រាំបានមួយថ្ងៃទៀតទេគាត់នឹងស្លាប់ហើយអ្នកគួរតែត្រឡប់ទៅរៀបចំពិធីបុណ្យរបស់គាត់ទៅខ្ញុំមិនទាន់បានពន្យល់ពីគោលបំណងរបស់ខ្ញុំផងគាត់បែរជាដឹងថាលោកម្ចាស់របស់ខ្ញុំជិតស្លាប់ទៅហើយលោកជីពិតជាមិនមែនជាមនុស្សធម្មតាទេមនុស្សម្នាក់ដែលអ្នកដទៃទូទាំងពិភពលោកស្វែងរកហើយសូម្បីតែអ្នកមានបំផុតក៏លុតជង្គង់អង្វរដែរក៏លោកយាយចាស់នៅតែព្យាយាមបណ្ដេញចេញដដែលគាត់បានលើកលោកជំទាវសិនឡើងហើយនិយាយថាគាត់អាចសម្រេចចិត្តឲ្យជីទៅគ្រូសាសិនបាន
ខ្ញុំបញ្ជាឲ្យអ្នកទៅគ្រូសាសិនភ្លាមទោះបីជាអ្នកមិនអាចព្យាបាលជំងឺរបស់លោកម្ចាស់សិនក៏ដោយយូរមិនបានទេបើខ្ញុំដើរចេញពីគ្រូសាស៊ូកន្លះជំហានគ្រូសាស៊ូនឹងជួបគ្រោះថ្នាក់ដ៏ធំគ្រូសាស៊ូទាំងអស់នឹងជួបរឿងអាក្រក់ពីលោកយាយចាស់បាននឿដូច្នេះក៏ខឹងសម្បាយ៉ាងខ្លាំងគាត់ក៏រត់ទៅរកឈីដើម្បីវាយគាត់មួយដៃប៉ុន្តែនៅវិនាទីបន្ទាប់មុននឹងប៉ះឈីគាត់ក៏ហោះចេញទៅសំណាងល្អឈីបានលើកដៃទប់គាត់ដោយមិនដឹងខ្លួនដូច្នេះហើយទើបគាត់ចុះចតដោយសុវត្ថិភាពហើយមិនបានរងរបួសធ្ងន់និងមិនបាត់បង់មុខឡើយលោកយាយចាស់ដែលអាម៉ាស់មុខមិនអាចទ្រាំបានទៀតទេគាត់បញ្ជាឲ្យចៅស្រីរបស់គាត់បណ្ដេញឈីចេញភ្លាមប៉ុន្តែនារីនោះបានចង់ចាំពីឪពុកនាងហើយបដិសេធដាច់ខាតនាងក៏យកសោរួមចិត្តចេញមកហើយនិយាយថានាងត្រូវតែប្រព្រឹត្តល្អចំពោះលោកឈីប៉ុន្តែលោកយាយចាស់ឃើញសោរួមចិត្តបែរជាកាន់តែខឹងគាត់គិតថានារីនោះត្រូវបានឈីបញ្ឆោតគាត់ក៏ចាប់ផ្ដើមហែកសោរួមចិត្តចេញហើយគំរាមបោះវាចោលគឺមិនបានទេឪពុកខ្ញុំនិយាយថាយើងត្រូវការពារសោរួមចិត្តឲ្យបានល្អបើសោរួមចិត្តបែកបាក់គ្រូសាស៊ូនឹងជួបគ្រោះថ្នាក់ដ៏ធំនិយាយឲ្យវាសំរុំបន្តិចសោរួមចិត្តតូចមួយបើបែកក៏បែកទៅគ្រូសាស៊ូរបស់យើងបានឆ្លងកាត់ទាំងគ្រោះថ្នាក់ដល់ជីវិតនិងការស្លាប់តើមិនអាចទ្រាំនឹងផលវិបាកនៃការបំបែកសោរួមចិត្តបានទេសោរួមចិត្តមិនអាចបែកបានទេបើសោរួមចិត្តបែកតើត្រូវធ្វើដូចម្តេចទុនកម្មពីស្ថានសួគ៌នឹងមកដល់អ្នកដែលបំបែកវានឹងស្លាប់គ្រូសាស៊ូរបស់អ្នកនឹងជួបគ្រោះថ្នាក់ដ៏ធំប៉ុន្តែលោកយាយចាស់នៅតែមិនជឿគាត់និយាយថាគាត់រឹងមាំណាស់ហើយនៅតែចង់បោះវាចោលនៅពេលដែលសោរួមចិត្តត្រូវបានបោះទៅលើដីសោរួមចិត្តមួយទៀតនៅទ្រូងរបស់ឈីក៏បានធ្លាក់ទៅលើដីផងដែរនៅវិនាទីបន្ទាប់អភូតហេតុដ៏អស្ចារ្យក៏បានកាត់ឡើងអ្វីដែលអ្នកបានលះបង់ជីវិតដើម្បីផ្លាស់ប្ដូរទីបំផុតក៏រលាយបាត់ទៅហើយគ្រូសាស៊ូបានចប់ហើយ